បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនអស់ដែលបានទស្សនានៅវីដេអូឃ្លីបនេះព្រមទាំងបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះខ្ញុំបាទបានមកដល់ភូមិមន្លងជ្រៃឃុំកក់បាទស្រុកពេញញាក្រៃខេត្តត្បូងឃ្មុំបាទគឺថានេះគឺជាផ្លូវជាតិលេខ8របស់យើងបដោយផ្លូវជាតិលេខ8បាទគឺថាមានមកដល់ភូមិមន្លងជ្រៃនឹងមានបងប្អូនយើងព្រមទាំងអាជីវកររបស់យើងមានលក់ងៀតក្បីសាច់ក្បីស្រស់ក៏មានសាច់ងៀតក៏មានអាក្រៀមមកល្មមអាក្រៀមខ្លាំងនិងអាមិនទាន់ក្រៀមបាទនៅក្នុងនោះមានតម្លៃដូចជាប្រហែលអូនដូចជា50000 60000អាក្រៀមនោះប្រហែល70000អីបាទអញ្ចឹងបើគឺថាមានតាមតម្លៃដែលគេដាក់នៅក្នុងនោះមានក្រៀមមានស្រស់មានទឹមប្រឡាក់ដូច្នេះខ្ញុំសូមជម្រាបដូចជាប្រាប់បងប្អូនបានដឹងថាបើសិនជាបងប្អូនធ្វើដំណើរបាននៅតាមផ្លូវជាតិលេខ8យើងពីភ្នំពេញមកចេញទៅស្រុកពញាក្រៃខេត្តត្បូងឃ្មុំមកយើងគឺថាកុំភ្លេចនៅភូមិមន្លងជ្រៃឃុំកក់យើងនេះមានលក់ងៀត3បាទស្រស់ហើយឆ្ងាញ់ដូច្នេះសូមឲ្យបងប្អូនយើងបើកុំភ្លេចបាទចូលទិញទៅម្នាក់1គីឡូ2គីឡូកន្លះគីឡូព្រោះហ្នឹងគឺថាដើម្បីព្រោះគាត់លក់ទៅដាច់ផងគាត់មានលុយលក់បន្តទៅទៀតផងដែរអញ្ចឹងខ្ញុំបាទក៏សូមប្រាប់ញ៉ាហើយក៏សូមអរគុណច្រើនដល់បងប្អូនដែលបានទស្សនាក៏សូមជូនពរឲ្យសុខសប្បាយទាំងអស់គ្នាផងដែរបាទព្រោះខ្ញុំទិញដែរបាទព្រោះមើលនេះគឺអានេះទៅប្លាក់ស្រស់តែម្ដងបាទឆ្ងាញ់ហ្នឹងហើយបាទអរគុណណាស់มันមានអីទេគាត់តែខ្ញុំបានសូមបញ្ជាក់ប៉ុណ្ណឹងថានៅក្នុងភូមិហ្នឹងតាមដងផ្លូវហ្នឹងមានលក់ងៀត8ច្រើនមែនតើបងប្អូនយើងបាទច្រើនណាស់បាទអរគុណ